ពិតជាគួរឲ្យសោកស្ដាយណាស់រថយន្ត Lamborghini តម្លៃរាប់ម៉ឺនដុល្លារត្រូវបានឆាបឆេះខ្ទេចម៉ត់គ្មានសល់ត្រឹមតែមួយប្រពេចភ្នែកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងព័ត៌មានជាបឋមថាពេលនេះមានករណីឆាបឆេះរថយន្តទំនើបមួយគ្រឿងម៉ាក Lamborghini ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុវេលាម៉ោង 14:54 នាទីរសៀលថ្ងៃទី22ខែមីនា ឆ្នាំ2025នេះរថយន្តពណ៌ត្រួយចេកពាក់ស្លាកលេខកម្ពុជា CLBQ-ZZយ៉ាងណាសមាជិកពុំទាន់បញ្ជាក់ពីមូលហេតុនៃអគ្គិភ័យដែលបានឆាបឆេះរថយន្តស៊េរីទំនើបមួយនេះបាននៅឡើយទេបាទប្រវិទ្យាទីគោរពរាប់អានបាទនេះគឺជាព័ត៌មានបឋមពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យបានលេបត្របាក់រថយន្តស៊េរីទំនើបម៉ាក Lamborghini មួយគ្រឿងដែលបានកើតឡើងនៅក្នុងទឹកដីនៃខេត្តព្រះសីហនុបាទនេះគឺជារឿងគួរឲ្យសោកស្ដាយមួយរថយន្តដែលមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារតែបែរជាមកឆេះខ្ទេចខ្ទីគ្មានសល់បែបនេះទៅវិញបាទហើយម្ចាស់រថយន្តមិនដឹងថាគាត់មានការសោកស្ដាយប៉ុណ្ណាទេបាទព្រោះរថយន្តស៊េរីទំនើបបែបនេះគឺពិតជាមានតម្លៃថ្លៃខ្លាំងណាស់បាទយ៉ាងណាក៏មិនទាន់ដឹងពីមូលហេតុដែលបណ្ដាលឲ្យអគ្គិភ័យដែលបានឆាបឆេះរថយន្តស៊េរីទំនើបមួយនេះទេបាទសមត្ថកិច្ចគ្រាន់តែប្រាប់ពីព័ត៌មានបឋមជំវិញករណីឆេះនេះចំពោះព័ត៌មានអាប់ដេតខ្ញុំបាទនឹងជម្រាបជូននៅពេលក្រោយទៀតបាទចំពោះអត្ថបទព័ត៌មាននេះសូមបញ្ចប់តែប៉ុណ្ណេះឥឡូវយើងងាកមកចាប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានថ្មីមួយទៀតមកដឹងអត្តសញ្ញាណជនបង្កដែលបានបើករថយន្ត Highlander បុកពលរដ្ឋម្នាក់រងរបួសធ្ងន់ហើយបែរជារត់គេចខ្លួនមហាជនពិតជាមានក្តីតក់ស្លុតក៏ដូចជាខឹងសម្បារយ៉ាងខ្លាំងក្រោយពីបានឃើញវីដេអូនៃការចែករំលែកបង្ហាញពីរថយន្ត Highlander មួយគ្រឿងដែលបានបើកបុកម៉ូតូបណ្ដាលឲ្យបរិសម្នាក់បាក់ផ្លូវនិងបែកក្បាលរងរបួសធ្ងន់ហើយម្ចាស់រថយន្តក៏បានបើករត់គេចខ្លួនដោយមិនទទួលខុសត្រូវនោះទេបើទោះបីជាមានបងប្អូនប្រជាពលរដ្ឋបានធ្វើសកម្មភាពស្ទាក់យ៉ាងណាក៏ដោយហេតុការណ៍នេះគឺបានកើតឡើងស្ថិតនៅចំណុចផ្លូវភ្លោះបរិយាពិភពថ្មីចំការដូងនៅវេលាម៉ោងប្រមាណ2រសៀលថ្ងៃទី21ខែមីនាឆ្នាំ2025ហើយចំពោះរថយន្តបង្កគឺ Mark Highlander ពណ៌សពាក់ស្លាកលេខកំពង់ធំ 2B5236 បានបើករត់គេចខ្លួនបាត់ស្រមោលខណៈជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនិងបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃទោះជាយ៉ាងណានៅពេលនេះម្ចាស់រថយន្ត Highlander ដែលបានបើកបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅក្នុងបរិយាចំការដូងត្រូវបានស្គាល់អត្តសញ្ញាណហើយដោយប្រភពមួយបានបញ្ចេញឲ្យដឹងថាមានឈ្មោះថាអោបពន្លឺស័កបច្ចុប្បន្នអាយុ45ឆ្នាំមុខរបរជាគ្រូបង្រៀនមានទីលំនៅនៅភូមិថ្នល់ថ្មីឃុំបារាយស្រុកបារាយខេត្តកំពង់ធំតាមរយៈនេះក៏សូមឲ្យលោកអោបពន្លឺស័កប្រញាប់ចូលខ្លួនមកដោះស្រាយនិងទទួលខុសត្រូវចំពោះជនរងគ្រោះកុំបន្តព្យាយាមរត់គេចខ្លួនព្រោះថាទោះខំប្រឹងហែកមេឃជ្រែកដីយ៉ាងណាក៏សមត្ថកិច្ចរកឃើញដែរបាទនេះគឺជាករណីថ្មីមួយទៀតហើយបាទរថយន្ត Highlander ពណ៌សមួយគ្រឿងបងប្អូនប្រហែលជាបានឃើញហើយនៅក្នុងវីដេអូម្ចាស់រថយន្តបើកប៉ះពៀគេហើយហ្នឹងគឺថាមិនចុះពីរថយន្តដើម្បីដោះស្រាយនោះទេបាទព្យាយាមបើករត់គេចខ្លួនប៉ុន្តែយ៉ាងណាបើទោះបីជារត់ដល់កាហែងណាក៏នៅតែរត់មិនរួចដែររថយន្តត្រូវបានគេកត់ស្លាកលេខទុកហើយបាទដូច្នេះម្ចាស់រថយន្តត្រូវតែចូលខ្លួនមកដោះស្រាយបាទយើងដោះស្រាយគ្នាទៅបាទចាំបាច់រត់គេចទៅណាបើយើងជាអ្នកបង្កបាទកុំគិតថាបុកគេហើយបើករត់គេចខ្លួនដោយស្រួលៗនោះគឺមិនអាចទៅរួចទេបាទ